ហេតុអ្វីបានជាមនុស្សភាគច្រើនបោះបង់ពាក់កណ្ដាលទីមនុស្សគ្រប់គ្នាសុទ្ធតែមានក្តីស្រមៃដ៏ធំធេងនៅពេលចាប់ផ្ដើមយើងមានធម៌ពលយើងមានកម្លាំងចិត្តហើយយើងជឿជាក់យ៉ាងមុតមាំថាខ្លួនឯងអាចធ្វើបានប៉ុន្តែហេតុអ្វីបានជាចុងក្រោយមនុស្សភាគច្រើនបែរជាសម្រេចចិត្តបោះបង់ចោលនៅពាក់កណ្ដាលទីទៅវិញបញ្ហាមិនមែនមកពីពួកគេមិនមានសមត្ថភាពនោះទេប៉ុន្តែគឺមកពីការរំពឹងទុកនៅពេលយើងចាប់ផ្ដើមដំបូងយើងតែងតែស្រមៃមើលតែលទ្ធផលដ៏ផ្អែមល្ហែមនៅចុងបញ្ចប់យើងមើលឃើញតែរូបភាពនៃភាពជោគជ័យការអបអរសាទរនិងលុយកាក់ប៉ុន្តែនៅពេលដែលយើងដើរដល់ពាក់កណ្ដាលផ្លូវយើងចាប់ផ្ដើមជួបនឹងការពិតយើងជួបនឹងភាពហត់នឿយការបរាជ័យតូចតាចនិងភាពឯកោដែលមិនធ្លាប់រំពឹងទុកនៅត្រង់ចំណុចពាក់កណ្ដាលទីនេះហើយដែលគេហៅថាជ្រលងនៃភាពស្ងប់ស្ងាត់វាគឺជាកន្លែងដែលអ្នកខំប្រឹងខ្លាំងបំផុតប៉ុន្តែលទ្ធផលបែរជាមិនទាន់បង្ហាញឲ្យឃើញសូម្បីតែបន្តិចវាគឺជាកន្លែងដែលមន្ទិលសង្ស័យចាប់ផ្ដើមរកលុយក្នុងចិត្តរបស់អ្នកសំណួរដូចជាតើខ្ញុំកំពុងធ្វើអ្វីតើវាពិតជាមានតម្លៃដែរទេឬចុះបើខ្ញុំមិនអាចធ្វើបានសំណួរទាំងនេះគឺជាថ្នាំពុលដែលសម្លាប់ក្តីស្រមៃរបស់មនុស្សរាប់លាននាក់មនុស្សភាគច្រើនបោះបង់ព្រោះពួកគេយកការជឿចាប់ក្នុងពេលបច្ចុប្បន្នទៅប្រៀបធៀបជាមួយភាពមិនច្បាស់លាស់នៃអនាគតពួកគេភ្លេចថារាល់ការរីកចម្រើនដ៏អស្ចារ្យទាំងអស់តែងតែត្រូវការពេលវេលាដើម្បីដុះឫសគ្រាប់ពូជដែលអ្នកបានដាំវាមិនទាន់ដុះចេញជាដើមភ្លាមនោះទេវាកំពុងតែពង្រឹងឫសនៅក្រោមដីយ៉ាងស្ងៀមស្ងាត់បំផុតបើអ្នកជីកវាឡើងមកមើលឥឡូវនេះវានឹងស្លាប់ហើយការខិតខំកន្លងមកនឹងក្លាយជាអសារបង់មូលហេតុមួយទៀតដែលធ្វើឲ្យមនុស្សបោះបង់គឺការប្រៀបធៀបយើងរស់នៅក្នុងសម័យកាលដែលគ្រប់គ្នាចង់បង្ហាញតែភាពល្អឥតខ្ចោះនៅលើបណ្ដាញសង្គមយើងមើលឃើញអ្នកដទៃជោគជ័យយ៉ាងលឿនហើយយើងក៏មានអារម្មណ៍ថាខ្លួនឯងយឺតយ៉ាវឬគ្មានសមត្ថភាពប៉ុន្តែត្រូវចាំថាអ្នកមិនអាចយកទំព័រទី1របស់អ្នកទៅប្រៀបធៀបទំព័រទី100របស់អ្នកដទៃបានឡើយមនុស្សម្នាក់មានប្រណិតនាឡិកាខុសគ្នាអ្នកដែលទទួលបានជោគជ័យពិតប្រាកដមិនមែនជាអ្នកដែលពូកែជាងគេឬឆ្លាតជាងគេបំផុតនោះទេតែគឺជាអ្នកដែលមិនប្រភពនៅពេលដែលពុកលោកប្រាប់ពួកគេឲ្យបោកភាពខុសគ្នារវាងអ្នកដែលបន្តតាមនិងអ្នកដែលបោកគឺស្ថិតនៅលើការទូងទ្រាំក្នុងអំឡុងពេលមានអ្វីកើតឡើងនៅពេលដែលអ្នកមានអារម្មណ៍ថាចង់ឈប់សូមឈប់មួយផ្លែតដើម្បីសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមដំបូងប្រសិនបើអ្នកបោះបង់នៅពេលនេះអ្នកនឹងត្រូវត្រឡប់ទៅរកកន្លែងដែលអ្នកធ្លាប់ចង់ចាក់ចេញដំបូងបង្អស់ការឈឺចាប់នៃការតស៊ូវាមានរយៈពេលត្រឹមតែមួយគ្រាប៉ុន្តែការសោកស្ដាយដែលមិនបានធ្វើឲ្យវាចប់នឹងតាមលងបន្លាចអ្នកអស់មួយជីវិតកុំបណ្ដោយឲ្យពាក់កណ្ដាលផ្លូវខ្លាចជាទីបញ្ចប់នៃសាច់រឿងរបស់អ្នកចូលដើរបន្តទៀតទោះបីជាក្នុងមួយថ្ងៃបានត្រឹមតែមួយជំហានក៏ដោយព្រោះពន្លឺនៃចុងបញ្ចប់នៃផ្លូវគឺស្រស់ស្អាតជាងអ្វីដែលអ្នកកំពុងជួបប្រទះនាពេលនេះរាប់ពាន់ដងជោគជ័យមិនមែនសម្រាប់អ្នកដែលចាប់ផ្ដើមដោយភាពរំភើបនោះទេប៉ុន្តែសម្រាប់អ្នកដែលបញ្ចប់ដោយភាពអត់ធ្មត់